10 ចំណុចដែលគួរឲ្យចាប់អារម្មណ៍អំពីទូរស័ព្ទដៃតិចប្រើរាល់ថ្ងៃដឹង1ការហៅទូរស័ព្ទដៃមុនដំបូងបំផុតគឺដោយលោក Martin Cooper នៃក្រុមហ៊ុន Motorola គឺដឹងគាត់ហៅដើម្បីអីគឺគាត់ហៅដើម្បីប្រអួតជាមួយដៃគូប្រកួតប្រជែងមកក្នុងឆ្នាំ 1973 2តម្លៃទូរស័ព្ទសប្តាហ៍ថ្ងៃគិតថាថ្លៃមែនអត់តម្លៃទូរស័ព្ទចេញមុនដំបូងគឺថ្លៃក៏ពពកតែម្ដងគឺមានតម្លៃរហូតដល់ទៅ$4000ដែលស្មើនឹងតម្លៃយើងបច្ចុប្បន្នគឺ$10000ហើយទូរស័ព្ទដែលបានបញ្ចេញនោះគឺទូរស័ព្ទ Motorola ដូចគ្នាដែលមានឈ្មោះថា Motorola Dynatec 8000X 3អ្នកទាំងអស់គ្នា smartphone ដែលចេញមុនដំបូងបំផុតមិនមែនជា iPhone ទេកុំយល់ច្រឡំ touch screen មុនដំបូងហ្នឹងគឺចេញដោយក្រុមហ៊ុន IBM ដែលមានឈ្មោះថា IBM Simon ក្នុងឆ្នាំ 1994 ហើយសមត្ថភាពមុនដំបូងគឺទីយកមែនតើគឺត្រឹមតែអាចផ្ញើ email បានតែប៉ុណ្ណឹងដែរគឺជា smart ដូចគ្នា4គួរឲ្យចាប់អារម្មណ៍មែនតើគឺតាក់ទងនឹង SMS អ្នកទាំងអស់គ្នាបើយើងអាចនឹងលេងប្រើ SMS បច្ចុប្បន្នដែលយើងប្រើនោះគឺចេញអំពីពាក្យមួយម៉ាត់ដែលគាត់ផ្ញើមុនដំបូងគេបំផុតគឺពាក្យថា Merry Christmas ដែលចិត្តដល់តិចទៀតហើយគឺផ្ញើឡើងនៅណាគេគឺផ្ញើឡើងទៅដោយវិស្វករម្នាក់ទៅកាន់នាយកផនក្រុមហ៊ុន Vodafone អ្នកទាំងអស់គ្នា5អ្នកទាំងអស់គ្នាធ្លាប់ស្គាល់ Nokia មែនអត់ Nokia ចូលក្នុងទីផ្សារមុនដំបូងគេគឺអាជីវកម្មរបស់គាត់គឺជាការផលិតក្រដាសនិងលក់ស្បែកជើងកវែងទេមិនមែនជាការផលិតទូរស័ព្ទឡើយ6សម្រាប់អ្នក fan Samsung ក៏ពិត Samsung មុនដំបូងគឺឈ្មោះគាត់មានន័យថាផ្កាយ3ហើយអាជីវកម្មដែលចាប់ផ្ដើមគឺគួរឲ្យចាប់អារម្មណ៍មែនតើគឺជាការលក់ត្រីងៀតហើយនឹងលក់គុយទាវនៅក្នុងប្រទេសកូរ៉េ7រូបថតដែលយើងជួយថតទាំងអស់គ្នាឲ្យចាយគ្នាលើទូរស័ព្ទដៃហ្នឹងណាមុនដំបូងបំផុតគឺជារូបរបស់កូនស្រីលោក Philip Kang លោក Philip Kang ហ្នឹងគឺជាអ្នកណាគេគាត់គឺជាអ្នកបង្កើតបច្ចេកវិទ្យាកាមេរ៉ាទូរស័ព្ទដែលគាត់បានថតនិងចែកចាយក្នុងឆ្នាំ 1997 ជា20ឆ្នាំមុនប៉ុណ្ណោះ8ទូរស័ព្ទដៃយើងទាំងអស់គ្នាហ្នឹងថាធ្ងន់មែនអត់ក៏ពិតទូរស័ព្ទដៃតែធ្ងន់បំផុតការចេញមុនដំបូងមានទម្ងន់រហូតដល់ទៅ1គីឡូដែលដូចដុំអិតមួយអញ្ចឹងដែលយើងធ្លាប់ឃើញពីច្រើនហុងឬហុងកុងតែងតែទៅរកគ្នាជាដើមនោះឯង9សម្រាប់អ្នកដែលជិតប្រើ iPhone តែងតែឃើញពាណិជ្ជកម្មហ្នឹង iPhone គឺម៉ោង 9:41 នាទីក៏ពិតម៉ោង 9:41 នាទីនេះគឺតំណាង Apple បានចេញ iPhone ចំនួនមុនដំបូងផងខ្លួនឯងហើយលោក Stephen Jobs ជាអ្នកកំណត់តែម្ដងហើយ9:41នាទីគឺល្អមើលដែរសម្រាប់ការបង្ហាញធ្វើពាណិជ្ជកម្ម10សម្រាប់អ្នកដែល fan ប្រព័ន្ធបត្តិការ Android ដូចពួកខ្ញុំនេះក៏ផងដែរប្រព័ន្ធបត្តិការ Android កាលពីមុនដំបូងបំផុត Google បញ្ចេញឡើងគោលបំណងជាប្រព័ន្ធបត្តិការសម្រាប់កាមេរ៉ា Digital ប៉ុណ្ណោះមិនមែនជាទូរស័ព្ទដៃឲ្យចាយឬសពថ្ងៃនោះទេ So yeah បើសិនជាអ្នកទាំងអស់គ្នាដឹងអីខ្លះអំពីចំណេះដឹងដែលបានចែករំលែកនេះកុំភ្លេច comment នៅខាងក្រោមហើយ like share និង comment follow យើងផងអរគុណច្រើនបាយបាយ